សួស្តីបងប្អូនទាំងអស់គ្នាត្រឡប់មកជួបជាមួយនឹងខ្ញុំបាទបន្តទៀតជាមួយនឹង PPY Channel របស់ខ្ញុំបាទផងដែរនៅក្នុងវីដេអូមួយនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាពាក់ព័ន្ធជាមួយនឹងរបៀបនៃការដោះស្រាយបញ្ហានៅពេលដែលឆាតយើងនឹងពេលគេឆាតមកអត់ឮសំឡេងនៃការជូនដំណឹងឆាតនឹងទេអញ្ចឹងខ្ញុំមានសំណួរមួយចង់សួរទៅកាន់អ្នកទាំងអស់គ្នាថាតើអ្នកទាំងអស់គ្នាអត់ឮសំឡេងនៅក្នុងឆាតហ្នឹងឮតែអត់ឮតែម្នាក់ឬក៏អត់ឮទាំងអស់ដូច្នោះហើយបើសិនជាអ្នកទាំងអស់គ្នាអត់ឮតែម្នាក់អញ្ចឹងអ្នកទាំងអស់គ្នាមើលទៅតាមឆាតទាំងអស់នេះមកហើយបើសិនជាអត់ឮម្នាក់នេះអញ្ចឹងអ្នកទាំងអស់គ្នាសង្កត់ទៅលើឆាតនេះមកហើយមើលកន្លែងគេដាក់ unmute នេះអញ្ចឹងចុចលើវាមកវានឹងបិទអាកន្លែងសញ្ញារូបកណ្ដឹងហ្នឹងទៅកណ្ដឹងខ្វែកហ្នឹងគឺវានឹងឮសំឡេងធម្មតាវិញអញ្ចឹងបើសិនជាមួយករណីទៀតក៏ដូចជាមួយវិធីទៀតដើម្បីឲ្យបើសិនជាគេឆាតមកហ្នឹងអត់ឮសំឡេងទាំងអស់គ្រប់ឆាតទាំងអស់អញ្ចឹងគ្នាយើងអាចចូលទៅកំណត់នៅក្នុង app setting គ្នាយើងគ្រាន់តែចូលទៅក្នុង app setting មកឥឡូវ sorry អ្នកនរគ្នាចូល app setting ដំបូងរកពាក្យថា notification ចុចលើវាមកអូខេបន្ទាប់មកអ្នកនរគ្នាអូសរកពាក្យថា messenger ចុចលើវាមកហើយបើកកន្លែងនេះអ្នកនរគ្នាបើកកន្លែងនេះមកវានឹងបើកការជូនដំណឹងនៅក្នុង app messenger ទាំងអស់រាល់ការឆាតទាំងអស់វានឹងលក្ខណៈថាវានឹងជូនដំណឹងឲ្យយើងដឹងទាំងអស់តែម្ដងអូខេអ្នកទាំងអស់គ្នានេះគឺជារបៀបនៃការបើកសំឡេង Messenger នៅពេលដែលសំឡេងនៅក្នុងឆាតរបស់អ្នកទាំងអស់គ្នាហ្នឹងពេលគេឆាតមកអត់ឮនេះជាវីដេអូដែលបើកសំឡេងនៅក្នុងឆាតងាយសម្រាប់អ្នកទាំងអស់គ្នាដែលអត់ទាន់ដឹងពីរបៀបនៃការបើកសំឡេងឬក៏គេឆាតមកអត់ឮសំឡេងអូខេអ្នកទាំងអស់គ្នាវីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងហើយសម្រាប់ចែករំលែកទៅកាន់ពុកម៉ែបងប្អូនដែលកំពុងតែតាមដានទស្សនាវីដេអូរបស់ខ្ញុំបាននៅថ្ងៃនេះកុំភ្លេចជួយចុច like ក៏ដូចជាចុច subscribe ទៅលើ channel YouTube របស់ខ្ញុំបាទម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗនិងបទពិសោធន៍ខ្លីៗពីខ្ញុំបាទផងដែរអរគុណច្រើនអ្នកទាំងអស់គ្នាជួបគ្នាវីដេអូក្រោយទៀតជាមួយនឹងខ្ញុំបាទ